នៅពេលតើចុងក្រោយនេះខ្ញុំបានធ្វើការ trade ចំណេញរហូតដល់ទៅ$400ជាងដែលស្មើនឹង 4% នៃ account 10k របស់ខ្ញុំនៅក្នុង Fund Alpha Capital ហើយថ្ងៃនេះខ្ញុំចង់បង្ហាញអ្នកនរគ្នាអំពីរបៀបដែលខ្ញុំធ្វើការ withdraw លុយចេញពី fund មួយហ្នឹង step by step សូមបញ្ជាក់អ្នកនរគ្នាបន្តិចវីដេអូមួយនេះ not financial advisor អញ្ចឹងមុននឹងអ្នកនរគ្នាធ្វើការដាក់លុយ invest ឬក៏ទិញ fund សូមឲ្យអ្នកនរគ្នាសិក្សាស្វែងយល់ពីវិស័យមួយនេះច្បាស់អញ្ចឹងខ្ញុំឲ្យខាតពេលវេលាយូរLet's get into the video អូខេហ្នឹងអញ្ចឹងជាដំបូងយើងចូលមកកាន់ browser ហើយកន្លែងនេះយើងធ្វើការវាយបញ្ចូល email និង password របស់យើងមកអូខេអញ្ចឹងបន្ទាប់ពីដាក់ password និង Gmail យើងហើយឥឡូវនេះចូលមកដល់ក្នុង account របស់ខ្ញុំហើយដែលខ្ញុំបានធ្វើការ trade ចំណេញ 4R ជាងតិចអ្នកនរគ្នាអញ្ចឹងយើងចូលមកកន្លែង payout and achievement នេះគឺត្រង់ចំណុចមួយហ្នឹងហើយនេះគឺជា certificate ដែលខ្ញុំបានផាស fund ហ្នឹងអ្នកនរគ្នាបន្ទាប់មកទៀតយើងចុចកន្លែង payout ហើយយើងចុចកន្លែង request payout អ្នកនរគ្នាបាទហើយបន្ទាប់ទៀតយើងធ្វើការ select ជាមួយនឹង account របស់យើងហើយចំនួនទឹកលុយអញ្ចឹងកន្លែងនេះផងដែរគឺខ្ញុំបាន submit ចំនួន$330ដោយសារតែ fund ហ្នឹងគឺវា calculator គឺវាដក 20% រួចជាស្រេចអញ្ចឹងគឺខ្ញុំបាន410ជាងអញ្ចឹងដក 20% គឺនៅសល់$330អញ្ចឹងយើងចុច submit មកជាការស្រេចអ្នកនរគ្នាបាទអញ្ចឹងអីដែលយើងត្រូវធ្វើបន្តទៅគឺរងចាំខាង fund គេតម្លាក់លុយមកឲ្យយើងនេះអញ្ចឹងបន្ទាប់ពីរងចាំអស់រយៈពេលច្រើនថ្ងៃដែរទីបំផុតpayout របស់ខ្ញុំគឺត្រូវបាន approve ពីខាង Fund Alpha Capital អ្នកគ្នាបាទគឺលុយបានធ្លាក់ចូលទៅក្នុង account RAI របស់ខ្ញុំឯអ្នកគ្នាអូខេអញ្ចឹងកន្លែងនេះយើងចុចពាក្យថា withdraw មកអ្នកនរគ្នាបាទហើយកន្លែងនេះផងដែរគឺខ្ញុំបានធ្វើការ add ជាមួយនឹង exchange របស់ខ្ញុំរួចហើយអញ្ចឹងបើសិនជាគ្នាយើងអត់ទាន់ add អីអាចធ្វើការ add កន្លែងនេះបានអញ្ចឹងចំពោះ exchange គឺខ្ញុំដាក់ជាមួយនឹង Binance ហើយ network គឺខ្ញុំដាក់ Arbitrum បងអ្នកគ្នាអញ្ចឹងដោយសារតែនេះជាការដកលុយលើកដំបូងរបស់ខ្ញុំអញ្ចឹងគឺខ្ញុំធ្វើការ test ចំនួន$10សិនខ្លាយលោតដាក់ទៅចូលអត់ចូលក្នុង exchange របស់ខ្ញុំអញ្ចឹងណាអញ្ចឹងឥឡូវនេះគឺយើងដាក់ជាមួយនឹង security key មកអ្នកគ្នាហើយយើងឆែកទៅមើលក្នុង Binance របស់យើងហើយខ្ញុំបានឆែកទៅមើលក្នុង Binance របស់ខ្ញុំគឺថាលុយ$10បានធ្លាក់ចូលតែអញ្ចឹងបន្ទាប់ពី testing $10ហើយឃើញថាលុយវាធ្លាក់ចូលក្នុង exchange របស់ខ្ញុំវិញអញ្ចឹងខ្ញុំធ្វើការដាក់មកទាំងអស់ទៀតតែម្ដងអ្នកនរគ្នាបាទគឺខ្ញុំចុច mic មកអ្នកគ្នាបាទចំនួន320ទៀតហ្នឹងខ្ញុំចុច confirm ហើយធ្វើការដាក់ជាមួយនឹង right security key របស់យើងរួចចុចពាក្យ connect រងចាំវាបន្តិចលុយគឺធ្លាក់ចូលក្នុង exchange របស់ខ្ញុំតែម្ដងអូខេអញ្ចឹងឥឡូវនេះខ្ញុំធ្វើការបើកជាមួយនឹង exchange Binance របស់ខ្ញុំឲ្យអ្នកនរគ្នាមើលតែម្ដងគឺថាទឹកលុយចំនួន$330គឺបានធ្លាក់ចូល success ហើយអ្នកនរគ្នាបាទគឺយើងអាចធ្វើការទិញកាក់ invest ឬក៏លក់យកជាលុយដើម្បីចាយបានទេបាទអូខេអញ្ចឹងដោយដែលអ្នកនរគ្នាបានឃើញក្នុងវីដេអូអំពី process ក្នុងការដកលុយរបស់ខ្ញុំហើយគឺ CP គួរសមដែរអ្នកនរគ្នាតាំងពីថ្ងៃទី27ខែមីនារហូតមកដល់ខែមេសាថ្ងៃទី2បាន payout របស់ខ្ញុំ approve ធ្លាក់លុយចូលក្នុង exchange របស់ខ្ញុំអូខេអញ្ចឹងវីដេអូគឺនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកនរគ្នា See you next video bye She want Gucci, Louis and the Fendi. Fuck around and leave your pockets empty. Swear I ain't